ជំរាបសួរôngពូមីងទាំងអស់គ្នាថ្ងៃនេះពេលព្រឹកម៉ាក់ខ្ញុំហៅម៉ោង5 កន្លះរៀបចំខ្លួនទៅរៀងកុំឲ្យឡានគេចាំខាងសាលាគេមកម៉ោង 6:20 ឡានគេមកដល់ôngពូមីងហើយខ្ញុំងើបឡើងខ្ញុំលាកពាក់ទៅរៀនហើយថ្ងៃហ្នឹងខ្ញុំងើបមកមានអារម្មណ៍ថាអាកាសធាតុត្រជាក់ហើយខ្ញុំរៀបចំខ្លួនទៅរៀនកុំឲ្យឡានគេចាំឡានគេមកដល់ម៉ោង 6:20 នាទីហើយក៏ឡានគេមកដល់ខ្ញុំយកកតាំយកអីស្ទុះវឹងទៅរៀនខ្ញុំរៀនហើយខ្ញុំមកវិញម៉ោង 10ខ្ញុំឃើញម៉ាលក់បុកល្ហុងក៏ខ្ញុំជួយលើកបុកល្ហុងបោះម៉ាក់ឲ្យភ្ញៀវនៅខាងក្រោយនិយាយទៅអាបុកល្ហុងម៉ាក់ខ្ញុំឆ្ងាញ់ណាôngពូមីងជម្រាបលាហើយមានតែប៉ុណ្្នឹងឯណាôngពូមីងបាយបាយដែលបានមើលវីដេអូក្មួយ